មកខ្ញុំសូមជម្រាបសួរត្រង់អាយដាមលោកលោកស្រីកញ្ញាកញ្ញាហើយខ្ញុំគឺជាពិធីករឈ្មោះស្រីលៀបដែលមកពីស្ថានីយ៍ទូរទស្សន៍កសិកម្មធំយើងដូច្នេះហើយថ្ងៃនេះខ្ញុំមកដល់កោះលំចិនដើម្បីជួបកញ្ញាម្នាក់ដែលជាកូនម្ចាស់ចម្ការនៅកោះលំចិននេះអញ្ចឹងឥឡូវយើងក៏បង្វែរទៅជួបកញ្ញាដ៏ស្រស់ស្អាតទាំងអស់គ្នាចា៎ជម្រាបសួរកញ្ញាចា៎ជម្រាបសួរកញ្ញាកញ្ញាឈ្មោះអីហើយកញ្ញាជួយរៀបរាប់ពីកសិកម្មដូចជាការដាំមៀនការដាំបន្លែអីផ្សេងៗនៅកោះនេះបានទេកញ្ញាចា៎នាងខ្ញុំឈ្មោះស្រីអូនចាហើយនាងខ្ញុំនៅទីនេះគឺនាងខ្ញុំបន្លែដែលនាងខ្ញុំដាំហ្នឹងគឺអត់មានអីទេគឺមានដើមមៀនចាជំរឿមានដើមមៀនរបស់នាងខ្ញុំឥឡូវវាចេញជំរឿមានដាក់មានគាត់ក៏មានផ្លែខ្លះទៅក៏អត់ទៅចាព្រោះអីឥឡូវហ្នឹងវាអត់ដល់ខែវាទេចាអូចាំមកឲ្យខាងកញ្ញាផ្លែមៀននេះដែលនាងខ្ញុំឃើញក៏ដូចជាកម្មនេះគឺជាផ្លែមៀនដែលខុសរដូវចាជាផ្លែមៀនដែលខុសរដូវចាហើយចុះតាមផ្លែមៀនខុសរដូវហ្នឹងតើយើងត្រូវការប្រើថ្នាំឬក៏បាញ់ឲ្យវាមិនដែរឬក៏វាជាកសិកម្មដើមផ្លែឈើដែលប្រើធម្មជាតិសុទ្ធសាធទេចាសម្រាប់ចំការនាងខ្ញុំផ្ទាល់គឺនាងខ្ញុំដាំគឺអត់មានបាញ់ថ្នាំបាញ់អីទេអត់មានជាតិគីមីអីទេព្រោះនេះផ្លែវាខុសរដូវធម្មតាទេគ្រាន់តែដាក់ទឹកអីធម្មតាដាក់ដើមវាឲ្យវាលូតលាស់ល្អអញ្ចឹងណាចាចឹងសូមអញ្ជើញមកនេះគឺជានេះជាចំការព្រោះអីមិនយើងបានឃើញមានលហុកមានអីហើយមានពីពីដើមមិញគឺផ្លែច្រើនមែនទែនតែយើងដោយសារតែឥឡូវយើងដើរមកដល់ចំការមកអីអញ្ចឹងឥឡូវយើងសូមជម្រាបទស្សនិកជនពីចំការខាងមុខវិញហើយម្យ៉ាងទៀតកញ្ញាចាប់ពេលដែលមាននឹងផ្លែច្រើនវាផ្លែត្រូវរដូវវាតាខែណាពីខែណាដល់ខែណាចាអញ្ចឹងនាងខ្ញុំសូមពិពណ៌នាប្រាប់ថាមានហ្នឹងគឺវាចាប់ផ្លែចាប់ពីខែ4ខែ5ហ្នឹងឯងអញ្ចឹងដល់ពេលដែលវាបានប្រមូលផលទាំងស្រុងតែម្ដងគឺនៅក្នុងខែ8កក្កដាខែ8អីហ្នឹងចាទទួលបានផលហើយអញ្ចឹងបើកញ្ញាអីមានចំណាប់អារម្មណ៍អីអាចអញ្ជើញមកខែហ្នឹងគឺឃើញមានស្អាតគ្រប់ដើមតែម្ដងចាតែខែនេះអត់មានទេហើយម្យ៉ាងវិញទៀតយើងឃើញថាផ្លែមៀនដែលខែត្រូវរដូវខែកក្កដាខែ8ហ្នឹងតម្លៃអីមិនដែរកញ្ញាចាធូរថ្លៃឬក៏មិនដែរនៅទីផ្សារយើងចាតម្លៃដែលវាត្រូវរដូវហ្នឹងគឺតម្លៃរបស់វាគឺគួរសមវាអត់ថ្លៃទេអាចតម្លៃជាទូទៅត្រឹមតែ5000 6000ទៅតាមលក្ខណៈនៃសាច់របស់វាស្ដើងឬក៏ក្រាស់មានលក្ខណៈថាញ៉ាំទៅឆ្ងាញ់អីចឹងណាចាត្រូវឲ្យធូរថ្លៃតាម500គាត់ធូរថ្លៃសម្រាប់បងប្អូនដែលគាត់ចង់មកជាវមានទាំងលក់រាយ5-6គីឡូឬក៏មានម៉ួយដែលចង់ទិញយកទៅលក់នៅទីផ្សារបន្ថែមសូមយើងអាចមកចំការមាននៅកោះលំចិននេះបានហើយយើងគឺមិនឆ្ងាយពីរាជធានីភ្នំពេញយើងបានទេឬក៏អាចទាក់ទងទៅកញ្ញាស្រីស្រស់ស្អាតនេះទៅ Facebook របស់គាត់គឺស្រីអូនឡាំហើយ Facebook នោះវិធីការនេះអត់ផលលៀបហើយអាចទាក់ទងតាមលេខទូរស័ព្ទអីបើសិនជាយើងចង់តំណែងឬក៏សួរសុខទុក្ខគ្នាអីតាមបែបធម្មជាតិអញ្ចឹងចាហើយអញ្ចឹងឥឡូវកម្មវិធីយើងក៏សន្មតថាដល់ទីបញ្ចប់ដែរហើយអញ្ចឹងកញ្ញាមានអីផ្ដាំផ្ញើដល់ទស្សនិកជនបន្ថែមឬក៏មានពីពេចអីបន្តិចបន្តួចជាចុងក្រោយចាជាចុងក្រោយនេះនាងខ្ញុំសូមជូនពរដល់បងប្អូនទាំងអស់ឲ្យមានសុខភាពល្អចាជាពិសេសអ្នកដែលដាំដំណាំផ្លែឈើឬក៏បន្លែអីសូមគិតពីសុខភាពកុំប្រើជាតិគីមីច្រើនពេកអាចប៉ះពាល់ដល់បងប្អូនយើងបងប្អូនប្រជាជនខ្មែរយើងទាំងមូលអញ្ចឹងសូមទាំងអស់គ្នាគឺចូលរួមដាំបន្លែជៀសវាងឲ្យបានច្រើននៅការប្រើសារធាតុគីមីដើម្បីជួយដល់បងប្អូនយើងដែលញ៉ាំទៅអាចមានឲ្យសុខភាពល្អចាអរគុណច្រើនកញ្ញាចាអរគុណខ្ញុំក៏សូមផ្ដាំដល់យុវជនយើងទាំងអស់គ្នាបើយើងទំនេរយើងអាចមកលេងជាចំការឬក៏ជៀសវាងឲ្យឆ្ងាយពីគ្រឿងញៀនឬក៏ការសើបគ្រឿងស្រវឹងដែលបណ្ដាលឲ្យយើងមានគ្រោះថ្នាក់ក៏ដូចជាអាហារថែតអីផ្សេងហើយម្យ៉ាងវិញទៀតសំណុំពរឲ្យបងប្អូនប្រជាពលរដ្ឋយើងគឺគ្រប់គ្រងផលិតផលឬក៏កសិផលរបស់ខ្មែរយើងដូចជាមៀនដូចជាល្ហុងដូចជាអីអញ្ចឹងយើងដូចជាម្ទេសយើងកុំសូវប្រើរបស់ដែលយកមកពីក្រៅប្រទេសពេកធ្វើឲ្យប៉ះពាល់សុខភាពអញ្ចឹងជួយថែរក្សាគ្នាដូចជាយកចិត្តទុកដាក់ថែរក្សាសុខ
ភាពខ្លួនឯងផងណាចាអរ អរ គុ គុ ណ ណជម្រាបលា